កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល9 ខែក្នុងឆ្នាំ2025ស្ដីពីការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យថ្មីនេះការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល9 ខែក្នុងឆ្នាំ2025នេះស្ដីពីការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យដោយក្រុមការសម្រុះសម្រួលពីលោកស្រីតាន់ស្រីប្រធានការិយាល័យប្រជាពលរដ្ឋខេត្តនិងលើកទិសដៅបន្តក្នុងនោះផងដែរក៏មានការចូលរួមពីអនុប្រធានការិយាល័យប្រជាពលរដ្ឋប្រធានផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាលលោកប្រធានផ្នែកច្បាប់និងស៊ើបអង្កេតនិងអនុប្រធានផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាលការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យាក្រឹតសម្រាប់ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្ដឹងដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិលោកស្រីតាន់ស្រីប្រធានការិយាល័យប្រជាពលរដ្ឋខេត្តបានមានប្រសាសន៍បញ្ជាក់ថាប្រជាពលរដ្ឋមានសិទ្ធិដាក់ពាក្យបណ្ដឹងសំណើសំណុំពរមកកាន់ការិយាល័យប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ដែលផ្ទុយនឹងគោលការណ៍ច្បាប់ការបំពេញការងារនិងអាកប្បកិរិយារបស់បុគ្គលិកការគ្រប់គ្រងការប្រើប្រាស់ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ហើយបងប្អូនក៏ដូចជាអស់លោកស្រីអាចដាក់ពាក្យបណ្ដឹងឬផ្ដល់ព័ត៌មានផ្សេងសំណើសំណុំពរមកកាន់ការិយាល័យប្រជាពលរដ្ឋតាមនីតិវិធីច្រើនយ៉ាងដូចជា 1. អញ្ជើញមកផ្ទាល់ដោយទីកន្លែងបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុងស្រុកនិងឃុំសង្កាត់ 2. តាមប្រព័ន្ធទូរស័ព្ទឬប្រព័ន្ធទូរស័ព្ទពិសេសដែលត្រូវបានរៀបចំផ្សព្វផ្សាយជាសាធារណៈដោយការិយាល័យប្រជាពលរដ្ឋនៅតាមរដ្ឋបាលរាជធានីខេត្ត 3. តាមរយៈប្រអប់សម្បត្តិបញ្ចេញមតិនិងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យនៅបរិវេណរដ្ឋបាលរាជធានីខេត្តក្រុងស្រុកឃុំសង្កាត់ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្ដឹងនិងទី4នោះបងប្អូនប្រជាពលរដ្ឋយើងអាចដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអេឡិចត្រូនិក Facebook Telegram និងកម្មវិធីពិសេសមួយទៀតគឺកម្មវិធីមតិយើងដែលការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តក្រុងស្រុកឃុំសង្កាត់បានរៀបចំហើយជាងនេះទៅទៀតប្រជាពលរដ្ឋគ្រប់រូបអាចសម្ដែងការមិនពេញចិត្តមកដាក់ពាក្យបណ្ដឹងដោយមិនមានការបង់ថ្លៃសេវានោះឡើយ